BUKM2 គឺជាប្រព័ន្ធមីស៊ីលការពារអាកាសចល័តកម្រិតមធ្យមដ៏ល្បីល្បាញវាត្រូវបានរចនាឡើងដើម្បីការពារកងទ័ពជើងគោកនិងទីតាំងយុទ្ធសាស្ត្រសំខាន់ៗពីការវាយប្រហារតាមអាកាសគ្រប់ទម្រង់ក្នុងបរិបទសង្គ្រាមទំនើបដែលមានការរំខានរ៉ាដាខ្លាំងហើយខាងក្រោមនេះគឺជាព័ត៌មានលម្អិតនិងលក្ខណៈបច្ចេកទេសគន្លឹះរបស់ BUKM2 BUKM2 មានសមត្ថភាពខ្ពស់ក្នុងការស្ទាក់ចាប់បំផ្លាញគោលដៅហោះហើរល្បឿនលឿននិងមានកន្លងបត់បែនពិបាករួមមានយន្តហោះចម្បាំងយុទ្ធសាស្ត្រនិងអធិបតេយ្យអាចកំទេចយន្តហោះចម្បាំងនិងអធិបតេយ្យដែលហោះហើរទាបឬហោះឆ្វែលជិតសមរភូមិ Missile Cross និងមីស៊ីលប្រឆាំងរ៉ាដាអាចចាប់សញ្ញានិងបាញ់ទម្លាក់មីស៊ីល Cross ដូចជា Tomahawk ឬមីស៊ីលដែលបាញ់សម្ដៅមករកបំផ្លាញរ៉ាដាខ្លួនឯងមីស៊ីល Ballistic កម្រិត Tactical អាចស្ទាក់ចាប់មីស៊ីល Ballistic ខ្នាតតូចក្នុងចម្ងាយជិតដ្រូននិងគ្រាប់បែកឆ្លាតវៃអាចកំទេចឧបករណ៍ហោះហើរគ្មានមនុស្សបើកខ្នាតតូចបានយ៉ាងត្រឹមត្រូវប្រព័ន្ធរ៉ាដានិងការតាមដានពហុគោលដៅចំណុចខ្លាំងបំផុតរបស់ BUKM2 គឺជាប្រព័ន្ធរ៉ាដាទំនើបប្រភេទ Pass Array ដែលខុសពីចំនួនចាស់បាញ់ព្រមគ្នាក្នុងមួយកងវរៈសេនាតូចអាចបាញ់វាយប្រហារគោលដៅផ្សេងគ្នារហូតដល់24គោលដៅក្នុងពេលតែមួយរ៉ាដាលើកម្ពស់មានបង្គោលរ៉ាដាដែលអាចលើកកម្ពស់បានរហូតដល់21ម៉ែត្រដើម្បីជួយចាប់សញ្ញាគោលដៅឬមីស៊ីលដែលហោះហើរក្រាបទាបកាត់ព្រៃឬជ្រលងភ្នំគ្រាប់មីស៊ីល 9M317 BUKM2 ប្រើប្រាស់គ្រាប់មីស៊ីលចំនួនថ្មីប្រភេទ 9M317 ដែលមានរូបរាងបង្រួមជាងមុនប៉ុន្តែល្បឿនលឿននិងបាញ់បានឆ្ងាយជាងមុនល្បឿនអាចហោះហើរបានល្បឿនលឿនជាងសំឡេងរហូតដល់ Mach 4 ប្រហែល 1230 ម៉ែត្រក្នុង1វិនាទីក្បាលផ្ទុះប្រើក្បាលគ្រាប់ទម្ងន់70គីឡូក្រាមប្រភេទផ្ទុះបំបែកបំណែកកំជ្រួចដើម្បីធានាថាគោលដៅត្រូវតែខ្ទេចទោះបីជាបាញ់មិនចំកណ្ដាលក៏ដោយ BUKM2 ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធការពារអាកាសស្រទាប់ទី2ដ៏សំខាន់ដែលជារឿយៗតែងតែធ្វើការសហការគ្នាជាមួយនឹងប្រព័ន្ធចម្ងាយឆ្ងាយដូចជា S300 ឬ S400 ដែលបង្កើតជាខែលការពារអាកាសដ៏រឹងមាំមួយកម្រិតខ្ពស់ទាំងអស់នេះគឺជាសមត្ថភាពរបស់ BUKM2 តើបងប្អូនយល់យ៉ាងណាដែរប្រសិនបើកម្ពុជាយើងទិញមកបន្ថែមដើម្បីពង្រឹងការពារដែនអាកាសរបស់កម្ពុជាកុំឲ្យមានយន្តហោះរបស់សត្រូវមកឈ្លានពានដូចជាទម្លាក់គ្រាប់បែកដូចជាយន្តហោះរបស់ចៅសៀមវាហោះហើរបានតាមចិត្តនោះកុំភ្លេច comment ក៏ដូចជាចែករំលែកវីដេអូនេះម្នាក់មួយផងបាទ